ស្រីស្អាតមេរបស់ពួកយើងផ្ដាំមកថាសូមអញ្ជើញអ្នកនាងទៅជាមួយនឹងពួកយើងពួកឯងគឺចាស់ធានគឺបញ្ជូនមកមែនទេឆ្លាតមែនអាដៃបើដឹងខ្លួនឆាប់បកគលស្រីនឹងឲ្យយើងមករួចលុតទៅគង់សុំទោសហើយកាច់ដៃខ្លួនឯងចោលទៅយើងនឹងលើកលែងទោសឲ្យមិនអញ្ចឹងទេកុំបន្ទោសថាយើងសាហាវប្រញាប់ទៅកុំខ្វល់ពីខ្ញុំមិនអីទេពួកកប៉ិកពុកប្រមាណអ្នកនេះមិនគ្រាន់តែខ្ញុំកម្ដៅសាច់ដុំផងចូលមកទាំងអស់គ្នាមកចង់ងាប់មែនទេចូលទៅអើយអើយអូយអាមិនចេះអូយអាយ៉ាអូយអូយអាយ៉ាហើយអូយអាយ៉ាអូយអូយបងប្រុសលើកលែងទោសផងសុំទោសបងប្រុសពួកខ្ញុំគ្រាន់តែជាកូនចៅគេតែប៉ុណ្ណោះទេអ្នកដែលចង់កម្ចាត់ហើយជនពិតប្រាកដក្រុមខ្លាសស្អីក្រុមខ្លាសមានរឿងអីតែក្រុមហ៊ុនភ្លាមឆញ្ញ៉ាស្ថានភាពយ៉ាងម៉េចហើយដៃគូសហការទាំង18សុទ្ធតែបដិសេធមិនព្រមគ្រប់គ្រងវត្ថុធាតុដើមឲ្យយើងទេឥឡូវខ្សែសង្វាក់ផលិតកម្មត្រូវផ្អាកទាំងស្រុងហើយពួកគេបានចូលកងត្រារួចហើយតែនេះគឺចាំបាច់កងត្រាពួកគេថាក្រុមខ្លាសជាអ្នកបង្ខំឲ្យធ្វើបែបហ្នឹងពួកគេសុខចិត្តសងលុយផាកពិន័យជាងតែមានរឿងជាមួយក្រុមខ្លាសនឹងជាស្អីទៅខ្លាំងណាស់មែនទេពួកគេគឺជាអំណាចងងឹតលេខ1ប្រចាំក្រុមយន្តឆាក្រុមហ៊ុនធម្មតាមិនហ៊ានទៅប៉ះពាល់ជាមួយគេមិនត្រឹមប៉ុណ្្នឹងទេកំពុងអ្នកខ្លាំងក្នុងក្រុមខ្លាសសូម្បីមានក្រុមគេក៏ជាអ្នកខ្លាំងខាងក្បាច់គុណមនុស្សដូចលោកនេះគេប្រើតែម្រាមដៃមួយក៏កំទេចលោកបានដែរមានរឿងអីកូនប្រុសមេក្រុមខ្លាសបញ្ជាក់ថាបើជនហើយចាប់បានវត្ថុធាតុដើមវិញចាំបាច់ត្រូវឲ្យទៅទីនោះដោយផ្ទាល់ឆេងយ៉ាងអញហាមទៅដាច់ខាតទៅទីនោះមិនខុសពីដើរចូលរួមខ្លាទេមិនបានទេដើម្បីក្រុមហ៊ុនខ្ញុំត្រូវតែទៅប្រពន្ធសម្លាញ់ចាំបងទៅកំដរទៅដល់ទីនោះកុំស្អីប្រេះផ្ដាស់ជាមិនអាចទៅមានរឿងជាមួយគេទេកុំបារម្ភអីខ្ញុំជាមនុស្សដែលចូលចិត្តប្រាថ្នាតិចលោកម្ចាស់គូរឿងកំចាត់ជនហឺសង្ឃឹមលើលោកហើយណារឿងតូចតាចទេពួកយើងជាបងប្អូននឹងគ្នារឿងរបស់ឯងក៏ជារឿងរបស់ខ្ញុំដែរមិនខុសទេឬថាមួយឈិញចាយជាស្រីស្អាតលេខ1ប្រចាំក្រុងផងហ៎នាំនាងមកដល់ឲ្យមកកំដរខ្ញុំលេងបន្តិចមកតែល្អទេមានបញ្ហាទេលោកម្ចាស់ពួកយើងជាបងប្អូននឹងគ្នារបស់ខ្ញុំក៏ជារបស់លោកម្ចាស់ដែរលោកម្ចាស់គូលោកម្ចាស់គូនាងម្នាក់នេះហើយគឺជាកញ្ញាមូសម្រាប់ស្រីស្អាតលេខ1ប្រចាំក្រុងពិតជាមិនខុសពីពាក្យចាំអារម្មណ៍ទេខ្ញុំគឺមូឈិងយ៉ាងលោកម្ចាស់បានគាត់ទៅវត្ថុធាតុដើមតាមរបស់ជនហើយមិនដឹងថាត្រូវធ្វើបែបណាទើបលោកប្រាប់ដល់លេងសូមលោកដាក់តម្លៃណាកុំប្រញាប់អីណែកញ្ញាមូចង់បានរបស់វិញហ៎ហឹកស្រាមម្ដងនេះអស់សិនទៅចាំពួកយើងជជែកគ្នាខាងក្រៅឈិងចៃគាត់មិនសូវស្រួលខ្លួនគាត់ផឹកមិនបានទេខ្ញុំផឹកជំនួសគាត់តើនេះជាស្អីដែរទៅខ្ញុំចង់ឲ្យនាងផឹកជាមួយខ្ញុំតើបានទេលោកម្ចាស់គូនិយាយទៅលោកម្ចាស់គូឲ្យនាងផឹកជាកិត្តិយសនាងហើយកុំធ្វើរឹកធ្វើពីឲ្យសោះល្អខ្ញុំផឹកអញ្ចឹងទៅគេហៅថាដឹងខុសត្រូវចឹងយ៉ាងលោកធ្វើអីហ្នឹងផឹកស្អីទៅមិនចាំបាច់ផឹកទេឯងជាកំទេចសម្រាប់មកពីណាចង់ផឹកជាមួយប្រពន្ធយើងជាកូនប្រុសមេខ្លាសណាអ្មេចក៏ប្រហែលយ៉ាងនេះខាងចឹងនិយាយគ្នាហាញ់តែមិនមែនហើយកំណាត់ដៃខ្ញុំនេះគឺជាធម៌តិចខ្ញុំផ្ដល់ការឯងម្ដងទៀតណាខ្ញុំរាប់ដល់3ប្រកួតរបស់ចេញមករួចហើយសងជំងឺចិត្ត100លានភ្លាមរឿងនេះនឹងត្រូវចប់បើមិនចឹងទេកុំបន្ទោសថាខ្ញុំនេះការឲ្យសោះល្អណាស់វិញមកក្រុងយងឈិនមិនទាន់មានអ្នកណាហ៊ានប្រហើនដាក់យើងទេសត្វឆ្កែឯងនេះប្រហែលជាចង់ងាប់ហើយពួកឯងឆាប់ចាត់ការវាភ្លាមទៅថាយើងល្អឯងចប់ហើយម្នាក់នេះជាអ្នកការពារច្បាប់របស់ក្រុមខ្លាសជាជើងខ្លាំងកម្រិតមាសក្បាច់គុណឯងមិនស្មើនឹងអាចឆ្កែផងនៅរៀនអីស្អីទៀតសម្រាប់វាចោលទៅចាប់នៅមិនក៏អាចទៅរួចសូម្បីអ្នកខ្លាំងកម្រិតមាសក៏ចាញ់វាដែរហេអាចល្អអាចចង់ធ្វើអីខ្ញុំប្រាប់ឯងចុះយើងជាកូនប្រុសនៃក្រុមខ្លាសឪពុកយើងគឺជាលោកម្ចាស់គូឆាងអានគូឆាងអានអ្នកណាហ៊ានប៉ះពាល់កូនប្រុសយើងអ្នកណាហ៊ានប៉ះពាល់កូនប្រុសយើងលោកម្ចាស់គូឯងងាប់ហើយទោះជាទេវតាក៏មិនអាចជួយឯងបានដែរឯងងាប់មិនខានទេចាប់ហើយចាប់មែនទែនហើយនេះគឺជាមេក្រុមខ្លាសចឹងយ៉ាងលោកឲ្យកូនប្រុសគេលើកនេះលោកមកក៏កំហុសធំហើយយ៉ាងបងប្រុសគូចៃដន្យម្លេះជប់ភ្លាមលោកម្ចាស់គូមានឋានៈខ្ពង់ខ្ពស់ឯងជាស្អីហ៊ានមកហៅគាត់បែបនេះបិទមាត់កន្លែងនេះគ្មានចំណែកឯងនិយាយទេគឺវានឹងហេតុឯងជាអ្នកវាយក្បាលកូនណាពុកក្រុមខ្លាសរបស់យើងត្រូវតែសម្លាប់វាឲ្យបានឯងបិទមាត់ជិតទៅអូនប្រុសសម្លាញ់មានរឿងអ្វីកើតឡើងទៅបងអូនប្រុសជាងគ្មានអ្វីធំដុំទេកូនប្រុសលោកលួចវត្ថុធាតុដើមរបស់ប្រពន្ធខ្ញុំថែមទាំងមកខំឲ្យនាងផឹកស្រាទៀតលោកគ្រាន់តែឲ្យគេសងរបស់មកវិញមករួចហើយសុំទោសទៅគឺចាប់រឿងហើយអាចជើងល្អឯងស្មានថាឯងជាស្អីនេះគឺជាឪពុកយើងណាឯងគិតថាគាត់ស្ដាប់យើងឬមួយក៏ស្ដាប់ឯងទេផ្ដាអាចង្រៃឯងនេះឯងពិតជាកូនយើងមែនតែយើងវាយក្បាលរឿងដូចឯងនឹងហើយមិនបានជាវាយកូនចឹងមិនហើយវាយគាត់ធ្វើអីឯងដឹងទេថាប្អូនប្រុសយ៉ាងជាអ្នកមានគុណជួយជីវិតគ្រួសារយើងជំងឺម៉ែឯងគឺគាត់ជាអ្នកមើលជាថាម៉េចគេជាអ្នកជួយជីវិតម៉ែមែនទេបងប្រុសខ្ញុំខុសហើយខ្ញុំគឺជាមនុស្សថោកទាបខ្ញុំមិនមែនជាមនុស្សទេខ្ញុំគឺជាសត្វលេរឆានលើកលែងខ្ញុំផងទៅបានហើយដោយសារឯងចាំដល់ការញុះញង់របស់គេខ្ញុំមិនបន្ទោសឯងទេប៉ុន្តែណាគឺមកពីឯង
រឿងទាំងអស់គឺដោយសារតែឯងនឹងហើយចាធានកើចាវា ពួកឯងចង់ធ្វើអីលោកម្ចាស់គូលើកលែងទោសឲ្យផងពួកយើងជាបងប្អូនគ្នាតើជាបងប្អូន ជាបងប្អូនណាមានលៀបរួមសោយមិននេះយើងទើបតែត្រូវក្បាលម្ដងស្រាបើសិនជាឯងជាបងប្អូនរបស់យើងមែននោះឯងត្រូវតែសងវិញមកកេះទើបត្រូវណាយ៉ាង លោ ម៉េ កម្ចាស់គូ ឈិញយ៉ាងតើនេះមានរឿងអីឲ្យប្រកាសទេ អូនប្រុសសម្លាញ់កូនមិនដឹងក្តីមិននេះបកកការរំខានដល់ប្អូនហើយសូមប្អូនកុំប្រកាន់អី ខ្ញុំមិនអីទេសំខាន់គឺប្រពន្ធខ្ញុំនឹងឯង អូបាទត្រឹមត្រូវណាស់កញ្ញាមូវត្ថុធាតុដើមឆ្នាំខ្ញុំនឹងឲ្យមនុស្សយកទៅជូនដល់ដៃភ្លាមអស់មែនហើយក្នុងនេះមានកាតលុយ100លានចាត់ទុកជាការសុំទោសពីខ្ញុំសូមប្អូនមេត្តាទទួលយកផង បងប្រុសគូមិនមែនជាអ្នកដទៃទេបើគាត់ឲ្យហើយទទួលយកទៅបានចុះពួកខ្ញុំលាសិនហើយ អាឡូចាយល់ហើយឈិញយ៉ាងមានដំណឹងល្អអ្នកគាត់ពងទាំង18យល់ព្រមផ្ដល់វត្ថុធាតុដើមឲ្យយើងផលិតផលយើងអាចចាប់ផ្ដើមបានហើយឯងទៅក្រុមហ៊ុនមុនទៅអូខេចាអ្នកទាំងពីរ តោះពួកយើងទៅ មិននេះមានរឿងអីឲ្យប្រកាសលោកធ្លាប់មើលជំងឺឲ្យប្រពន្ធមេក្រុមខ្លះសោះដែរមែនទេ ត្រូវហើយលើកមុនពេលដែលខ្ញុំទៅទិញថ្នាំនៅផ្សារអសុតចៃដនបានជួបប្រពន្ធបងគូឈឺធ្ងន់ខ្ញុំក៏ជួយចាំជុលឲ្យគាត់ពី3មួយជុលហើយក៏ជាសះស្បើយទៅ ចាក់បញ្ជុលចោតត្រូវការឲ្យស្រោមជើងគេដែរទេ ខ្ញុំមិនមែនជាមនុស្សរោគចិត្តឯណាមិននឹងអាចដើរហាយស្រោមជើងរបស់គេផ្ដេសផ្ដាស់ទៅករណីរបស់នេះគឺជាករណីពិសេសចាំបាច់ត្រូវធ្វើដើម្បីព្យាបាល ល្អខ្ញុំដឹងហើយទៅផ្ទះវិញទៅ ថ្ងៃនេះឯងស្ទើរតែជួបគ្រោះធំហើយដឹងទេចងចាំទុកថ្ងៃក្រោយជួបអូនប្រុសជាងត្រូវតែគួរសមដាក់គេបំផុត បានពួកខ្ញុំដឹងហើយទោះបីជាគាត់ជាអ្នកជួយជីវិតម៉ែមែនគឺយើងគ្រាន់តែតបស្នងគុណគាត់ទៅបានហើយមិនបាច់ត្រូវខ្លាចគាត់ដល់ថ្នាក់នឹងទេ ឯងដឹងទេថ្ងៃមុនពេលគាត់មើលជំងឺឲ្យម៉ែឯងរបៀបប្រាមជុលរបស់គាត់មានតែអ្នកខ្លាំងកម្រិតវិជាគុណខ្ពស់បំផុតទេទើបអាចធ្វើបានលើលោកនេះក្រៅពីកំពូលអ្នកខ្លាំងក្នុងរឿងព្រេងកម្រិតអ្នកខ្លាំងចែកជា4គឺមេឃដីអាត់កបាំងនិងលឿងឪពុកឯងនេះទើបតែចូលដល់កម្រិតអាត់កបាំងប៉ុណ្ណោះចំណែកអូនប្រុសជាងយ៉ាងហោចណាស់ដល់កម្រិតអាត់កបាំងជាន់ខ្ពស់ឬអាចជិតដល់កម្រិតដីបាត់ទៅហើយមនុស្សប្រកែកបែបនេះយើងត្រូវចងសម្ព័ន្ធភាពឲ្យជាប់បានឬដែរទេ ប្រពន្ធសម្លាញ់មិនក៏នឹកឃើញចង់ទិញខោឲ្យបងអញ្ចឹង រឿងរូបមន្តថ្នាំនិងវត្ថុធាតុដើមគឺសិតតែត្រូវបានលោកជួយក្រៅពីប្រាក់ចំណេញនេះគឺជាកាដូពិសេសសម្រាប់លោក ខោមួយក៏ភ្លេច8000ណាមិនអញ្ចឹងទេដូចជាលុយបងវិញទៅបងមានអារម្មណ៍ថាស្លៀកឈុតនេះគឺស្អាតហើយ នៅចំពោះមុខគេលោកគឺជាប្តីរបស់ខ្ញុំស្លៀកពាក់មិនត្រូវឲ្យខ្ញុំខ្មាស់គេដែរទេបើយ៉ាងទៀតផ្សារទំនើបនេះក៏ជាទ្រព្យសម្បត្តិគ្រួសារមកដែរតែញ៉ាំអ្វីក៏មកអស់លុយដែរយកកៅឲ្យគាត់សាក់ទេ ចាំមួយនេះមួយនេះមិនយកទេមួយជួននេះនិងជួននោះខ្ចប់យកទាំងអស់ នេះគឺជាអារម្មណ៍ដែលត្រូវបានសទ្ធីនេះចិញ្ចឹម លោកទៅដែរមកបន្តទេខ្ញុំទៅទិញស្រោមជើងទេ ស្រោមជើងឯង ស្រោមជើង បានទៅចុះរបស់មួយនេះបើទិញឲ្យមួយឈិញយ៉ៅច្បាស់ជាសមគ្រាន់តែរៀងថ្លៃបន្តិចតែមិនអីទេគេឲ្យយើងត្រូវតែឲ្យគេវិញអ្នកលក់ខ្ញុំយកមួយនេះ ជាងយ៉ាង7ឆ្នាំមិនជួបនៅតែស្លៀកពាក់កប៉ិកកប៉ុកដដែលមែនទេមើលទៅដូចជាមិនសូវកាក់កប់សោះ ចាំងស៊ីលីតាំងពីបញ្ចប់មហាវិទ្យាល័យមកមិនដែលបានជួបគ្នាសោះចៃដនមែន ក៏មកធ្វើពើប្រកាសជាលួចស៊ើបដឹងថាខ្ញុំទៅមកធ្វើការនៅផ្សារប្រកុលមូទៅធ្វើជាមកក្បែរខ្ញុំឆាប់ចេញទៅខ្ញុំមិនចាប់អារម្មណ៍មនុស្សដូចឯងទេ កុំយកសពទាំងថ្ងៃពេកខ្ញុំមិនទិញកាដូឲ្យប្រពន្ធខ្ញុំទេ មនុស្សដូចឯងនេះមានប្រពន្ធអីនឹងគេដែរអីយកសពទេ នេះគ្រាន់តែជាមនុស្សធម្មតាទេមានសិទ្ធិស្អីមកមើលងាយអ្នកដទៃបែបនេះ ខ្ញុំជាបុគ្គលិកផ្នែកលក់នៅផ្សារប្រកុលមូដ៏ខ្ពង់ខ្ពស់មិនដូចកម្មករស៊ីឈ្នួលដាច់បាយដូចជាឯងទេប្រាប់ឲ្យដឹងទៅក្នុងផ្សារនេះរបស់ថ្លៃៗណាស់មិនមែនមនុស្សដូចឯងមានលុយទិញបានទេណា សេលីខ្ញុំមកទិញគ្រឿងអលង្ការខ្លះ ឆាន់មីងម្ចាស់ជួយគ្រប់គ្រងខ្ញុំទៀតហើយល្អមែនទែនមកខ្ញុំណែនាំរបស់ល្អ ចាំបន្តិចមកមុនត្រូវតែបំរើមុនតាមមិនដឹងទេមិត្តរួមថ្នាក់ដូចគ្នាក៏ជាភ្ញៀវដែរ ឆាន់មីងគេជាថៅកែជោគជ័យថែមទាំងជាភ្ញៀវ VIP កម្រិតមាសរបស់ផ្សារយើងទៀតផងមនុស្សស៊ីឈ្នួលដាច់បាយដូចជាឯងចង់អីមកព្រៀបជាមួយគេកើត នេះមិនមែនជាយ៉ាងយ៉ាវទេបញ្ចប់ការសិក្សាភ្លាមបាត់ដំណឹងឲ្យឈឹងមើលតើឥឡូវប្រហែលជារែកដីលីសំងទៅការដ្ឋានណាមួយហើយមិនទៅចង់ឲ្យខ្ញុំជួយរកការងារឲ្យធ្វើទេ មិនចាំបាច់ទេមើលទៅរាងកាយរបស់ឯងចុះខ្សោយណាស់គ្រឿងក្នុងដូចជាមិនសូវស្រួលទេប្រហែលឆ្នាំនេះនៅលើក្រេតប្រហែលជាលេងកាក់កប និយាយគួតស្អីហិញឆាន់មីងលោកមិនអីទេមែនទេចាន់យ៉ាងអញធ្វើស្អីហ្នឹង គេគឺជាអ្នកប្រាដៅជើងមុនខ្ញុំគ្រាន់តែការពារខ្លួនប៉ុណ្ណោះ អាដៃតកោជាងឯងហ៊ានវាយយើងផងចាំមើលយើងនឹងរកមេធាវីប្តឹងឲ្យឯងរលាយទ្រព្យសម្បត្តិ អ្នកណាហ៊ានប្រកាសប្តីខ្ញុំរលាយទ្រព្យសម្បត្តិ ប្រពន្ធសម្លាញ់ទិញស្រោមជើងរួចហើយ នាងជាប្រពន្ធរបស់ចាន់យ៉ាងហ៎សំគ្នាណាស់ម្នាក់ពីការជើងម្នាក់ទៀតស៊ីឈ្នួលកប៉ិចកប៉ុកពិតជាស័ក្តិសមដូចខ្ទឹមបារាំងនៅផ្សារស្វែង បាត់មកស្អីរបស់នាងទៅបើហ៊ាននិយាយទៀតខ្ញុំនឹងវាយទៅពីអ្នកជាមិនខាន ចង់ការពារប្រពន្ធប្តីនាងទើបទៅវាយខ្ញុំមិញហ្នឹងកាមេរ៉ាសុវត្ថិភាពថតជាប់ទាំងអស់នាងគិតយ៉ាងម៉េចដែរ ចុះលោកចង់យ៉ាងម៉េច ហើយសងលុយប្រហែលជាពួកឯងគ្មានលុយសងទេតែមើលទៅនាងទោះបីជាពិការក៏មានសម្រាប់មិនអត់ដែរបើព្រមផឹកជាមួយខ្ញុំពី3កែវរឿងនេះខ្ញុំចាត់ទុកថាចោះទៅចោះ ឆាន់មីងពួកឯង
អញពិតជាប្រហើនមែនฉันមានលោកម្នាក់ទេ ចប់ហើយសន្តិសុខមានរឿងអីមិនក៏ចលាចលបែបហ្នឹងលោកជាអ្នកគ្រប់គ្រងផ្សារនេះខ្ញុំជាភ្ញៀវ VIP កម្រិតមាសនៅទីនេះមិញនេះខ្ញុំត្រូវភ្ញៀវម្នាក់នេះវាយលោកដោះស្រាយបែបណា មិនហើយមេគឺពួកគេទាំងពីរនាក់នឹងឯងលោកត្រូវផ្ដល់យុត្តិធម៌ឲ្យពួកយើងណា អាកៈ គេអញ្ជុលោកប្រធានកុំចាញ់បោះស្រីខុនម្នាក់នេះឲ្យសោះមនុស្សបែបនេះមិនសមនឹងចូលផ្សារយើងទេគួរតែនឹងពួកគេចេញទៅ បោះទៅអ្នកណាថាគាត់មិនសមសូម្បីផ្សារនេះក៏ជឿបោះគាត់ដែរបើភ្នែកមើលច្បាស់ទៅនេះជាអគ្គនាយកមូឈិញយ៉ៅ ថាម៉េច មូឈិញយ៉ៅអគ្គនាយកក្រុមហ៊ុនជនហ៎ មកកលិកលក់មកងាយមនុស្សញៀវអាមានកាត VIP មកធ្វើចរិតប្រឌិតណាថែមទាំងមានភ្ញៀវទៀតលោកធ្វើជាមួយគ្រប់ក្រុមផ្សារបែបណា កុំបារម្ភអគ្គនាយកខ្ញុំនឹងចាត់ការលើនេះភ្លាមចាប់ពីថ្ងៃនេះទៅនាងត្រូវបានដេញចេញហើយលោកត្រូវបានលុបឈ្មោះចេញពីសមាជិក VIP គ្រប់សាខាតកូលមូមិនស្វាគមន៍លោកទេចេញឲ្យផុតទៅ លោកសេប្រធានខ្ញុំខុសហើយលើកលែងតួឲ្យខ្ញុំហងជាយ៉ាងពួកយើងជាម្ចាស់នឹងគ្នាជួយនិយាយអីខ្លះទៅ ឥឡូវទៅនឹកឃើញថាយើងគឺជាមិត្តចាស់ហ៎និយាយពេលហើយសំមុខ អគ្គនាយកសូមទូផងនេះជាការយល់ច្រឡំទេ ចូលច្រឡំឬអត់ចាំតែនិយាយជាមួយមេធាវីរបស់ខ្ញុំចាប់ពួកគេទៅអគ្គនាយក ប្រពន្ធសម្លាញ់ពួកយើងកណានទៀត ជួយជូនខ្ញុំទៅតែតកូលមុនបន្តិចលោកតាខ្ញុំសុខភាពមិនសូវល្អទេខ្ញុំចង់ទៅសួរសុខទុក្ខគាត់ បានចេញដំណើរទៅ បងធំឮថាអ្នកប្រតកូលចៅធ្វើការមិនបានសម្រេចមិនអាចចាត់ការមីក្មេងមូឈិញចៅនោះបានទេបើនាងមិនព្រមរៀបការចេញទៅផែនការយើងច្បាស់ជាទៅរាំងស្ទះ នាងកំពុងធ្វើឲ្យក្រុមហ៊ុនរីកចម្រើនខ្លាំងណាស់បើលោកតាដឹងរឿងនេះតំណែងអ្នកបន្តវេនតកូលមូច្បាស់ជាធ្លាក់លើនាងមិនខានទេ នេះគ្រាន់តែជាកូនចិញ្ចឹមដែលរើសយកមកចិញ្ចឹមសោះមានសិទ្ធិស្អីមកធ្វើជាអ្នកបន្តវេនខ្ញុំសុខទេ ខ្ញុំក៏មិនសុខចិត្តដែរ ខ្លាចស្អីទៅឲ្យតែលោកតាស្លាប់ទៅក្នុងផ្ទះនេះមានតែខ្ញុំម្នាក់គត់ដែលជាអ្នកសម្រេចចង់មកដណ្ដើមអំណាចអីមូឈិញចៅនឹងមិនទាន់មានលក្ខណៈសម្បត្តិនោះទេ លោកម្ចាស់កញ្ញាមួយត្រឡប់មកវិញហើយថែមទាំងនាំរំម្នាក់មកជាមួយទៀត រកគ្រូសារៀបការឲ្យនាងមិនព្រមហ៊ាននាំប្រុសមកឲ្យខ្លួនឯងទៀតពិតជាប្រហិនពេកហើយ បងធំត្រូវតែបដៅនាងឲ្យដឹងដៃ ចាំមើលខ្ញុំកុំអានបាក់ទ្វារអសោះចាំមើលមីឈិញយ៉ាងថ្ងៃនេះចឹងឲ្យយើងដឹងថាតម្លៃគុំសេចក្ដីត្រកូលមូគឺជារបស់អ្នកណាឲ្យប្រកប គ្មានមនុស្សនៅផ្ទះទេមិនតមកទ្វារទៀតតំណែងតំណងនេះដូចជាមិនសូវល្អទេ តាមពិតខ្ញុំជាក្មេងកំព្រាលោកតាយកខ្ញុំពីមនុស្សរបស់កំព្រាមកចាំក្នុងផ្ទះនេះក្រៅពីលោកតាមនុស្សក្នុងផ្ទះនេះគ្មានអ្នកណាគេម្នាក់ជួយចិត្តខ្ញុំទេឬបង្ខំឲ្យខ្ញុំរៀបការជាមួយឆាធានកើគាត់ជាកំណត់របស់ពួកគេដែរ នេះអាចត្រង់បានដែរចុះលោកតាដឹងរឿងនេះទេ គាត់សុខភាពមិនសូវល្អខ្ញុំមិនចង់ឲ្យគាត់បារម្ភរឿងខ្ញុំនៅរឿងក្នុងផ្ទះនេះទេ ប្រពន្ធសម្លាញ់ទឹកខុសហើយជួបមនុស្សអាក្រក់បើកាន់តែទ្រាំពួកគេកាន់តែបានចិត្តពួកគេនឹងជន់ក្បាលយើងវិធីដោះស្រាយគឺមានតែមួយគត់ប្រើកណ្ដាប់ដៃជាមួយពួកវាឲ្យវាខ្លាចតែម្ដងទៅល្អទេ តែលោកតាខ្ញុំ តើតើអូនអាចរស់នៅបានសុខស្រួលទើបលោកតាស្ងប់ចិត្តពិតប្រាកដចាំមើលស្នាដៃបង ទៅតើបាក់ទ្វារ បាត់ អ្នកនាង ជាចេញនេះធម្មតាផ្ទះវិញហើយ អ្នកណាគេនឹងជួយខ្ញុំផងជួយខ្ញុំផងមកឈិញយ៉ាងនាងហ៊ានធ្វើដាក់យកបាត់បងផង អូសំទោសខ្ញុំមិនដឹងថាមនុស្សនៅខាងក្រៅទ្វារសំទោសណាខ្ញុំស្មានថាផ្ទះនេះមានតែសត្វសុខយានទ្វារទេ តែធ្វើអីទៀតជួយចាត់ការវាទៅ ជប់លៀមមួយជាយ៉ាងអ្នកណាឲ្យសិទ្ធនាងមកបង្កចំនួននៅក្នុងផ្ទះបាននេះឥឡូវនេះខ្ញុំពមៀននាងឆាប់លុតជង្គង់សំទោសយើងភ្លាមទៅម្នាក់នេះជាអ្នកណាដែរ មកធានលីនជាកុំប្រុសរបស់ពុទ្ធធំខ្ញុំ ហើយជួយយ៉ាងម៉េចទៀត អញ្ចឹងក៏កំណត់ដេញអគិអសា នាងហ៊ាននិយាយខ្លាំងម្ល៉េះឆាប់លុតជង្គង់សំទោសយើងភ្លាមទៅចូលចិត្តបង្ខំគេលុតជង្គង់ណាអញ្ចឹងយើងឲ្យឯងលុតជង្គង់ចុះអើយអ្នកឯងធ្វើហ្នឹងឯងធ្វើស្អីដាក់យើង បងធំ ជប់ភ្លាមអាយជាស្អីហ៊ានមកលោឡាក្នុងផ្ទះតកូលមូផង ខ្ញុំឈ្មោះថាយ៉ាងយ៉ាងជាកូនប្រសាររបស់តកូល កូន មក ប្រសាស្អីពួកយើងមិនទទួលស្គាល់អញទេ មូឈិញយ៉ៅនាងជាសមាជិកគ្រួសារម្នាក់ដែរមិនក៏ហ៊ាននាំអ្នកកៅមកបកកចំនួនក្នុងផ្ទះនាងចង់បះបោមែនទេស មាជិកគ្រួសារអីពេលពលបង្ខំខ្ញុំរៀបការជាមួយអាចចាស់ធានការមិនក៏មិនគិតថាខ្ញុំជាសមាជិកគ្រួសារផងត្រូវឲ្យថ្ងៃនេះខ្ញុំចង់បាក់មក ល្អពិតជាចិញ្ចឹមមិនស្គាល់គុណមែនអាហ្វូចាប់ប្រុសស្រីមកគូនេះបោះចេញទៅអ្នកនាងយកល្អលុតជង្គង់សុំទោសលោកម្ចាស់ទៅបើមិនចឹងទេក៏មិនទោសថាអាហ្វូខ្ញុំមានកាចឲ្យសោះណា ខ្ញុំតាជាអ្នកបម្រើម្នាក់ហ៊ាននិយាយស្ដីបែបនេះដាក់ម្ចាស់ផង